9ហេតុផលនេះដែលធ្វើឲ្យគូក្បាលរបស់មនុស្សយើងឆាប់ខូចបងប្អូនចង់ដឹងថាតើហេតុផលទាំង9ចំណុចហ្នឹងមានអីខ្លះកុំភ្លេចតាមដានវីដេអូមួយនឹងរហូតដល់ចប់បងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយគូក្បាលមនុស្សយើងតើកាលណាយើងទទួលនៅអ្វីដែលវាប៉ះពាល់ខ្លាំងដែលធ្វើឲ្យគូក្បាលយើងសុខភាពអត់ល្អទេបងប្អូននឹងវិវត្តធ្វើឲ្យគូក្បាលយើងឆាប់ខូចក៏ដូចជាប្រព័ន្ធនៃការចងចាំរបស់មនុស្សយើងនឹងចុះខ្សោយអញ្ចឹងបងប្អូនអរគ្នាមកមើលសកម្មភាពអីខ្លះដែលជួយឲ្យបងប្អូនឬក៏ប្រព័ន្ធគូក្បាលបងប្អូននឹងឆាប់ខូចឬក៏ឆាប់ចុះខ្សោយរឿងទី1ដែលសកម្មភាពដែលធ្វើឲ្យគូក្បាលយើងឆាប់ខូចគឺបងប្អូនយើងនៅកន្លែងងឹតឬក៏សង្ងំនៅកន្លែងទីងឹតនឹងយូរពេកវាធ្វើឲ្យប្រព័ន្ធគូក្បាលយើងក៏ឆាប់ខូចដូចគ្នាហើយចំណុចទី2បងប្អូនអរគ្នាគឺមើលព័ត៌មានដែលអវិជ្ជមានច្រើនចឹងមនុស្សយើងតែកាលណាយើងមើលរឿងដែលអវិជ្ជមានច្រើនឬក៏រឿងអត់ល្អច្រើនហ្នឹងក៏វាធ្វើឲ្យគូក្បាលបងប្អូននឹងឆាប់ខូចដូចគ្នាទី3បងប្អូនអរគ្នាអ្នកដែលគាត់ចូលចិត្តប្រើកាសឬក៏បើកសម្លេងលឺខ្លាំងៗហ្នឹងក៏ជាកត្តាមួយដែលធ្វើឲ្យប្រព័ន្ធគូក្បាលរបស់យើងចុះខ្សោយបានដូចគ្នាហើយចំណុចទី4បងប្អូនអរគ្នាគឺនៅផ្ទះឬក៏នៅមួយកន្លែងដែលយូរបងប្អូនអរគ្នាយើងអត់ធ្វើសកម្មភាពអីទេវាធ្វើឲ្យគូក្បាលយើង stress ឬក៏វាធ្វើឲ្យគូក្បាលយើងឆាប់ខូចបានដូចគ្នាហើយចំណុចទី5បងប្អូនអរគ្នាគឺប្រើទូរស័ព្ទច្រើនម៉ោងនៅក្នុងពេលក្នុងមួយថ្ងៃយើងប្រើប្រព័ន្ធអេឡិចត្រូនិកច្រើនក៏វាអាចប៉ះពាល់ដល់គូក្បាលដូចគ្នាបងប្អូនចំណុចទី6បងប្អូនអរគ្នាគឺចូលចិត្តក៏ដូចជាញៀនរបស់ផ្អែមហ្នឹងក៏ជាកត្តាមួយដែលបណ្ដាលឲ្យគូក្បាលយើងមានបញ្ហាដូចគ្នាទី7បងប្អូនអរគ្នាគឺការជំងឺមួយគេហៅថាជំងឺធាត់ដែលលើសគីឡូខ្លាំងលើសស្តង់ដារទម្ងន់ខ្លួនយើងត្រង់អត់រួចទេបងប្អូនអរគ្នាវាអត់ support ជាមួយនឹងរាងកាយរបស់មនុស្សយើងហើយចំណុចទី8គឺគេមិនគ្រប់គ្រាន់ក៏ជាផលប៉ះពាល់មួយដែលធ្វើឲ្យគូក្បាលយើងឆាប់ខូចបានដូចគ្នាហើយចំណុចទី9ចុងក្រោយគឺអត់ហាត់ប្រាណអញ្ចឹងអត់ហាត់ប្រាណក៏ជាកត្តាមួយក៏ដូចជា side effect មួយដែលជះទៅលើគូក្បាលរបស់មនុស្សយើងបានដូចគ្នាអញ្ចឹងបងប្អូនអរគ្នាបើសិនជាអត់ចង់ឲ្យគូក្បាលមានបញ្ហាគូក្បាលឆាប់ខូចទេជៀសវាងនៅ9ចំណុចក៏ដូចជាហេតុផលទាំង9ចំណុចហ្នឹងទៅបងប្អូនអរគ្នានឹងទទួលបាននូវសុខភាពគូក្បាលដែលរឹងមាំហើយសុខភាពដែលល្អអញ្ចឹងការចែករំលែកវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនស្រឡាញ់គូក្បាលហើយគិតថាវីដេអូនេះមានសារៈប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនក៏ដូចជាលោកលោកស្រីទាំងអស់គ្នាកុំភ្លេចជួយបញ្ជូនបន្តទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនអរគ្នាដើម្បីបានដឹងព័ត៌មានគ្រប់គ្នាផងដែរអរគុណ